Bạnសូមជំរាបសួរលោកគ្រូក៏ដូចជាមិត្តរួមថ្នាក់ទាំងអស់គ្នាខ្ញុំឈ្មោះធីវសុភៅខ្ញុំសូមធ្វើការបកស្រាយនៅមេរៀនទី2របស់យើងដែលមេរៀនទី2នេះគឺពាក់ព័ន្ធជាមួយនឹងការវិតម្លៃក្នុងថ្នាក់រៀននិងទូនាទីការវិតម្លៃក្នុងការបង្រៀននិងរៀនខ្ញុំសួរស្រាយផងដោយសារតែនៅចិត្តតែខ្ញុំមានកម្មវិធីអ្នកចិត្តខាងគាត់ធ្វើសង្កហៈអញ្ចឹងរៀងអ៊ូអាប់បន្តិចតែអាចខ្ញុំសុំសាកស្ដាប់ខ្លួនឯងទៅគឺអាចស្ដាប់បានភាគច្រើនដែរអញ្ចឹងសូមអធិស្ឋានផងអញ្ចឹងពាក់ព័ន្ធជាមួយនឹងមេរៀនទី2នេះគឺពាក់ព័ន្ធជាមួយនឹងវត្ថុបំណងគឺទី1យើងមាន3ចំណុចហើយចំពោះចំណុចទី1ទី2ទី3ខ្ញុំសូមឆែកដូចជាបកស្រាយប្រាប់លោកគ្រូក៏ដូចជាមិត្តរួមថ្នាក់ទី1គឺបញ្យល់ពីធម្មជាតិនៃការវិតម្លៃក្នុងថ្នាក់រៀនគោលបំណងចរិតលក្ខណៈនិងរបៀបដែលការវិតម្លៃក្នុងថ្នាក់រៀនខុសពីប្រភេទការវិតម្លៃផ្សេងទៀតអញ្ចឹងចំណុចនេះគឺចង់សំដៅទៅលើការវិតម្លៃនៅក្នុងថ្នាក់រៀនហ្នឹងគឺខុសពីការវិតម្លៃប្រភេទផ្សេងទៀតហ្នឹងនៅត្រង់ថាការវិតម្លៃនៅពេលដែលយើងបរៀនសិស្សជាជាក់ស្ដែងអញ្ចឹងយើងវិតម្លៃក្នុងការបរៀនទៅលើសិស្សហ្នឹងគឺស្ថានភាពយ៉ាងម៉េចហ្នឹងវាខុសពីស្ថានភាពនៅខាងក្រៅអញ្ចឹងបាននៅពេលដែលយើងឃើញសិស្សយើងនៅជាក់ស្ដែងនៅក្នុងថ្នាក់យើងអាចសន្មត់ច្បាស់លាស់ជាងការសន្និដ្ឋានផ្នែកផ្សេងទៀតព្រោះនៅពេលដែលយើងបានជួបសិស្សផ្ទាល់គឺវាស្ដាយឲ្យយើងឃើញថាសកម្មភាពសិស្សនីមួយៗវាឆ្លុះបញ្ចាំងរបៀបម៉េចហើយយើងក្នុងនាមយើងជាគ្រូយើងអាចដឹកនាំគាត់បានរបៀបម៉េចដើម្បីធ្វើឲ្យគាត់នឹងឆាប់យល់មេរៀនណាមួយឬក៏ចំណុចណាមួយដែលយើងបានបរៀនគាត់ក៏ដូចជាបញ្យល់គាត់ហើយពាក់ព័ន្ធចំណុចទី2គឺឲ្យឧទាហរណ៍ពីរបៀបបញ្ចូលប្រភេទការវិតម្លៃផ្សេងៗក្នុងការរៀននិងបង្រៀនអញ្ចឹងចំណុចទី2នេះគឺគោលបំណងនៃមេរៀននេះដែរគឺឲ្យយើងអាចឧទាហរណ៍បានពីរបៀបប្រភេទក៏ដូចជាការវិតម្លៃផ្សេងទៀតចូលទៅក្នុងការបង្រៀននិងរៀនរបស់យើងហ្នឹងហើយចំពោះចំណុចទី3គឺការប្រាប់ពីកត្តាផ្សេងដែលកត្តាផ្សេងនេះមានទំនួលខុសត្រូវក្នុងការបង្កើតតេស្តប្រឡងទ្រឹស្ដីសិក្សាដែលជាការជះឥទ្ធិពលលើការសម្រាប់ចិត្តពីរបៀបវិតម្លៃក្នុងថ្នាក់រៀននិងការអនុវត្តក្នុងថ្នាក់រៀនរបស់គ្រូម្នាក់អញ្ចឹងបានន័យថាកន្លែងចំណុចទី3ហ្នឹងគឺពាក់ព័ន្ធជាមួយនឹងកត្តាផ្សេងហ្នឹងដែលពាក់ព័ន្ធជាមួយនឹងការធ្វើតេស្តប្រឡងក៏ដូចជាទ្រឹស្ដីអញ្ចឹងចំណុចនេះគឺពាក់ព័ន្ធជាមួយនឹងការសម្រេចចិត្តរបស់គ្រូតើគ្រូប្រើវិធីសាស្ត្របែបណាដើម្បីធ្វើការតេស្តឬក៏ដូចជាការប្រឡងទៅលើសិស្សរបស់យើងអញ្ចឹងចំណុចបន្ទាប់មកទៀតគឺពាក់ព័ន្ធជាមួយនឹងសេចក្តីផ្ដើមហើយខ្ញុំសូមជូនសេចក្តីផ្ដើមនៅពេលការបង្រៀនខ្លឹមសារមេរៀននិងបទពិសោធន៍សិក្សានិងការវិតម្លៃមានភាពបន្ស៊ីគ្នាការសម្រេចនិងការជំរុញទឹកចិត្តត្រូវបានលើកកម្ពស់អញ្ចឹងបានន័យថាការសម្រេចចិត្តនិងការជំរុញលើកទឹកចិត្តនឹងត្រូវបានលើកកម្ពស់ដោយសារតែពាក់ព័ន្ធជាមួយនឹងចំណុចហ្នឹងឧទាហរណ៍ថាខ្ញុំចាត់ឧទាហរណ៍ថានៅពេលក្នុងថ្នាក់រៀនសិស្សវាមានសភាពលក្ខណៈគាត់ផ្សេងគ្នាសភាពចិត្តគាត់ផ្សេងគ្នាក៏ដូចជារបៀបបរិបទនៃការរៀនរបស់គាត់ក៏ផ្សេងគ្នាដែរអញ្ចឹងពាក់ព័ន្ធជាមួយនឹងសិស្សយើងអាចនិយាយបានថាសិស្សណាចូលចិត្តអីសិស្សណាមានរបៀបរៀនយ៉ាងម៉េចយើងអាចស្វែងយល់ពីគាត់បានហើយយើងអាចនឹងមានវិធីសាស្ត្រដើម្បីជួយគាត់ឧទាហរណ៍សិស្សថាសិស្សខ្លះគាត់ភ្នែកគាត់មើលអត់សូវឃើញយើងអាចលើកគាត់មកអង្គុយមុខចិត្តគ្រូគាត់អាចមើលឃើញច្បាស់នៅពេលដែលគាត់បើសិនជាគាត់អង្គុយក្រោយឬអង្គុយកណ្ដាលអាចបាំងគេឬក៏ឆ្ងាយពីក្រាឃីនពេកគាត់មើលឃើញហើយចំណុចទី2គឺពាក់ព័ន្ធជាមួយនឹងសិស្សខ្លះទៀតគាត់អាចនឹងមានបញ្ហាទៅលើតិចអញ្ចឹងទៅអញ្ចឹងបើសិនជាគាត់នៅឆ្ងាយពីគ្រូពេកហើយស្របពេលដែលនឹងសិស្សមិត្តភ័ក្តិគាត់នៅជុំវិញនឹងនិយាយមួយម៉ាត់ពីរម៉ាត់អីទៀតធ្វើឲ្យគាត់នឹងស្ដាប់អត់ឮឬក៏ស្ដាប់អត់បានឬក៏មិនអាចស្ដាប់បាន 100% នៅអ្វីដែលគ្រូបញ្យល់គាត់ទេអញ្ចឹងនេះជាបញ្ហាអញ្ចឹងពាក់ព័ន្ធជាមួយនឹងចំណុចហ្នឹងគឺការសម្រេចចិត្តនិងការជំរុញទឹកចិត្តគឺសំខាន់ណាស់ជាពិសេសការជំរុញទឹកចិត្តក៏ជារឿងសំខាន់ដើមទន្ទឹមគ្នាជាមួយនឹងការសម្រេចចិត្តរបស់គ្រូក្នុងថ្នាក់រៀនដែរគឺការជំរុញរបស់គាត់ការជំរុញរបស់យើងហ្នឹងគឺយើងអាចអញ្ជើញគាត់ហៅគាត់សួរគាត់និយាយលេងមួយគាត់ឲ្យបានច្រើនដើម្បីឲ្យគាត់មានអារម្មណ៍ថាកក់ក្ដៅជាមួយនឹងការរៀនរបស់គាត់ជាមួយនឹងយើងអញ្ចឹងនៅពេលដែលគាត់កក់ក្ដៅជាមួយយើងហើយអាចនិយាយបានថាគាត់នឹងធ្វើអ្វីដែលយើងអាចប្រាប់គាត់លែងខ្លាចយើងគាត់យល់ចិត្តយើងហើយគាត់មានភាពកក់ក្ដៅជាមួយយើងអញ្ចឹងអ្វីដែលយើងដាក់ទៅហើយអ្វីដែលយើងបង្រៀនគាត់ទៅគាត់អាចយល់បានក៏ដូចជាអាចអនុវត្តបានអញ្ចឹងខ្ញុំសូមបន្តទៅ
ចំណុចក្រោមទៀតគឺចំណុចទី2កត្តាសំខាន់ដែលជាឥទ្ធិពលលើការវិតម្លៃក្នុងថ្នាក់រៀនអញ្ចឹងពាក់ព័ន្ធមួយចំណុចនេះដែរគឺពាក់ព័ន្ធជាមួយនឹងចំណុចដែលកត្តាជាឥទ្ធិពលនៅក្នុងថ្នាក់រៀនគឺមានច្រើនអញ្ចឹងពាក់ព័ន្ធជាមួយចំណុចនេះគឺអក្ខរកម្មផ្នែកទិន្នន័យអញ្ចឹងចំណុចនេះចង់សំដៅលើថាគាត់ខ្វះអក្ខរកម្មគឺបានន័យថាគាត់មិនសូវចេះផ្នែកគ្រប់គ្រងទិន្នន័យសំដៅទៅលើការរៀបចំការងាររបស់គាត់ក៏ដូចជាការស្វែងយល់អំពីលក្ខខណ្ឌអីផ្សេងទៀតដែលលោកគ្រូបានដាក់ឲ្យគាត់ទៅគាត់អត់បានចាប់អារម្មណ៍ក៏ដូចជាគាត់គ្រូក្បាលគាត់ចាប់អត់សូវបានហើយពាក់ព័ន្ធនឹងចំណុចផ្សេងទៀតគឺពាក់ព័ន្ធជាមួយនឹងចំណេះដឹងបំណិននិងអរិយាប័ត្រសត្វបទទី21សំដៅលើថាគាត់ខ្សោយផ្នែកហ្នឹងបំណិនចំណេះដឹងគាត់គឺនៅខ្សោយអញ្ចឹងតម្រូវឲ្យវាជាកត្តាប្រឈមដែលជំរុញឲ្យមានបញ្ហានៅក្នុងថ្នាក់រៀនហើយមួយទៀតគឺបញ្ហាបច្ចេកវិទ្យាអញ្ចឹងបច្ចេកវិទ្យាគឺជារឿងសំខាន់មួយដែរក្នុងសតវត្សទី21នេះដោយសារតែបច្ចុប្បន្នសម័យ Digital យើងត្រូវការបច្ចេកវិទ្យាគឺសំខាន់បើសិនជាសិស្សគាត់មិនយល់ដឹងគាត់មិនបានដឹងអំពីបញ្ហាបច្ចេកវិទ្យាទេធ្វើឲ្យការរៀនរបស់គាត់នឹងវាមានការធ្លាក់ចុះឬក៏ដូចជាប្រសិទ្ធភាពនៃការរៀននឹងវាខ្សោយដូចថ្មីនេះរយៈពេលប្រហែលជាចូលមួយឆ្នាំនេះយើងប្រើបច្ចេកវិទ្យាប្រព័ន្ធ PLP ដែលក្រសួងបានដាក់ជូនសម្រាប់ថ្នាក់បឋមសិក្សាពីថ្នាក់ទី1ដល់ថ្នាក់មន្ត្រីដល់ថ្នាក់ទី6ដែលយើងត្រូវបានសិក្សាខ្ញុំជឿជាក់ថាបើសិនជាក្នុងចំណុចទីថ្នាក់ទី1ដល់ថ្នាក់ទី6បើសិនជាសិស្សសានុសិស្សដូចជាម៉ែឪដូចជាសាលាណាដែលអាណាព្យាបាលអនុវត្តបានពេញលេញខ្ញុំជឿជាក់ថាសិស្សគុណភាពអប់រំរបស់យើងនឹងកើនឡើងខ្លាំងដោយសារតែល្អមែនទែនសម្រាប់សិស្សសានុសិស្សយើងដែលខ្ញុំជាគ្រូផ្ទាល់ខ្ញុំមានការភ្ញាក់ផ្អើលដែរនៅពេលដែលមានកម្មវិធី PLP សម្រាប់សិស្សសានុសិស្សយើងរៀនហើយក៏សូមអរគុណសម្រាប់ក្រសួងផងដែរដែលពាក់ព័ន្ធជាមួយនឹងចំណុចហ្នឹងគឺគាត់បានគិតឃើញដើម្បីធ្វើដំណើរការកម្មវិធី PLP នេះឡើងសម្រាប់ថ្នាក់បឋមសិក្សារបស់យើងអញ្ចឹងពាក់ព័ន្ធជាមួយមេរៀននេះខ្ញុំសូមទៅបន្តទៅមុខទៀតគឺពាក់ព័ន្ធជាមួយនឹងចំណុចទី2នេះគឺយើងមានច្រើនហើយដែលមានបញ្ហាបច្ចេកវិទ្យាបញ្ហាអក្ខរកម្មផ្នែកទិន្នន័យបញ្ហាអរិយាប័ត្រក៏ដូចជាបញ្ហាអប់រំផ្នែកសតវត្សទី21នេះគឺខ្ញុំបានបកស្រាយត្រួសហើយយើងនឹងចុះមកដល់ចំណុចបន្ទាប់ទៀតគឺចំណុចចុងក្រោយមួយដែលខ្ញុំសូមបកស្រាយអំពីធាតុផ្សំនៃការវិតម្លៃនៅក្នុងថ្នាក់រៀនអញ្ចឹងយើងមានសំណួរតែមួយដែលចង់សួរថាតើធាតុផ្សំនៃការវិតម្លៃនៅក្នុងថ្នាក់រៀនមានអ្វីខ្លះអញ្ចឹងខ្ញុំសូមឆ្លើយជូនថានៅក្នុងធាតុផ្សំនៃការវិតម្លៃនៅក្នុងថ្នាក់រៀនហ្នឹងគឺវាមានច្រើនអញ្ចឹងពាក់ព័ន្ធជាមួយនឹងធាតុផ្សំវិតម្លៃនៅថ្នាក់រៀនហ្នឹងគឺដោយដែលយើងបាននៅខាងលើមិញហើយអញ្ចឹងគឺពាក់ព័ន្ធជាមួយនឹងបច្ចេកវិទ្យាជាមួយនឹងកត្តាសិស្សជាមួយបញ្ហាសិស្សដែលមានបញ្ហាទៅលើត្រចៀកបញ្ហាទៅលើការស្ដាប់បញ្ហាទៅលើភ្នែកដែលគាត់មើលមិនសូវឃើញហើយនឹងបញ្ហាសិស្សខ្លះបញ្ហាសុខភាពផ្ទាល់ខ្លួនតែម្ដងដូចជាសិស្សខ្ញុំបានមានម្នាក់ដែរដែលគាត់បញ្ហាសុខភាពគាត់គឺផ្នែកបេះដូងបើគាត់នៅអង្គុយទៅវារៀងអ៊ូអាប់មានមិត្តភ័ក្តិរួមច្រើនអីចឹងទៅគាត់បញ្ហាទៅវាបញ្ហាបេះដូងគាត់ធ្វើឲ្យគាត់ឆាប់ភ័យឆាប់ស្លន់គាត់ធ្វើគាត់តក់ស្លុតអាចនឹងស្លាប់ភ្លាមចឹងដែរហើយអញ្ចឹងពាក់ព័ន្ធជាមួយនឹងការវិតម្លៃនៅក្នុងថ្នាក់រៀននេះគឺវាសំខាន់ណាស់សម្រាប់លោកគ្រូអ្នកគ្រូទាំងអស់គ្នាទាំងការរៀនទាំងការបង្រៀនរបស់យើងផ្ទាល់បើខ្ញុំជាគ្រូយើងអាចឆ្លុះបញ្ចាំងខ្លួនឯងថានៅពេលដែលយើងបង្រៀនសិស្សគឺសិស្សគាត់អាចចាប់បានឬចាប់មិនបានអាហ្នឹងគឺយើងអាចឆ្លុះបញ្ចាំងមកខ្លួនឯងវិញថាយើងកម្រិតនៃការបញ្យល់របស់យើងឬក៏វិធីសាស្ត្ររបស់យើងនោះគឺវាស្ថិតនៅក្នុងកម្រិតណាហើយពាក់ព័ន្ធជាមួយនឹងចំណុចការរៀនរបស់សិស្សវិញក៏ដូចគ្នានៅពេលដែលយើងឃើញថាសិស្សគាត់ចាប់អត់បានចំណុចណាអញ្ចឹងបានន័យថាយើងត្រូវមានវិធីសាស្ត្រក្នុងការជួយគាត់វិធីសាស្ត្រនោះគឺត្រូវតែត្រូវជាមួយនឹងចំណុចរបស់គាត់ដូចជាខ្ញុំបានលើកឡើងខាងលើអញ្ចឹងដែរបើគាត់ខ្សោយផ្នែកបច្ចេកវិទ្យាយើងត្រូវណែនាំគាត់ផ្នែកបច្ចេកវិទ្យាគាត់ត្រូវធ្វើនេះធ្វើកធ្វើខធ្វើកអញ្ចឹងទៅចំណុចណាខ្លះដែលគាត់ត្រូវធ្វើហើយបើគាត់ខ្សោយផ្នែកគិតលេខគឺយើងអាចពាក់ព័ន្ធជាមួយនឹងការគិតលេខគឺ
ដូចខ្ញុំអនុវត្តនៅក្នុងថ្នាក់រៀនគឺខ្ញុំតែងតែដាក់លំហាត់អនុវត្តឲ្យគាត់ជាប្រចាំហើយនឹងមានកិច្ចការផ្ទះជារៀងរាល់ថ្ងៃសម្រាប់ឲ្យគាត់អនុវត្តឧទាហរណ៍ថាខ្ញុំរៀនថ្នាក់ទី5មេរៀនលេខគុណលេខ4ខ្ទង់គុណនឹង2ខ្ទង់ឬគុណនឹង3ខ្ទង់ទៅសិស្សខ្ញុំភាគរយច្រើនមែនទែនតែគាត់អត់ទាន់សូវចេះបញ្ហាចម្បងនោះគឺមេលេខក៏គាត់អត់ទាន់សូវច្បាស់អញ្ចឹងហើយជាបញ្ហានៅពេលប៉ះពាល់ទៅលើការគុណលេខហ្នឹងហើយអញ្ចឹងយើងរកប្រភពឬគល់ឲ្យឃើញគឺគាត់អត់ទៅចេះមេលេខអញ្ចឹងបានថាមេលេខពីលេខមេ2ដល់មេ9ហ្នឹងគឺគាត់ភាគច្រើនគាត់ចេះត្រឹមមេ5មេ6មេ7អីទេហើយភាគតិចណាស់ដែលចេះដល់មេ9ហើយស្ទាត់ត្រឹមតែខ្ទង់30-40% ក្នុងថ្នាក់ទេអញ្ចឹងដូចនេះជាបញ្ហាមួយហើយខ្ញុំដោះស្រាយនៅត្រង់ថាគឺខ្ញុំយកនៅយើងមេលេខយើងមានផ្ទាំងមេលេខយើងបិទនៅពីមុខថ្នាក់នៅក្បែរកណ្ដាលខៀនទៅហើយនៅពេលដែលចុងម៉ោងសម្រាប់ដូចតាមម៉ោង10:45នាទីឬក៏ម៉ោង10:50នាទីខ្ញុំតែងតែឲ្យសិស្សគាត់ងើបឈរឡើងនឹងរៀនសូត្រឲ្យបានទាំងអស់គ្នាមុនដំបូងយើងហៅគាត់ម្នាក់សូត្រដល់ពេលបន្ទាប់មកទៀតយើងហៅគាត់ជាក្រុមដើម្បីសូត្ររហូតដល់ចាំមាត់នេះគឺជាចំណុចមួយដែលខ្ញុំដោះស្រាយហើយខ្ញុំមើលឃើញថាសិស្សរបស់ខ្ញុំគឺវាអាចនឹងទៅមុខដោយសារតែយើងមើលឃើញអ្វីដែលជាចំណុចចាំបាច់របស់ពួកគាត់នីមួយៗអញ្ចឹងបញ្ហាដោះស្រាយគឺនេះជាដំណោះស្រាយរបស់ខ្ញុំនៅក្នុងវិធីសាស្ត្រនៃការបង្រៀនរបស់ខ្ញុំក៏ដូចជាការវាតម្លៃទៅលើសិស្សជាក់ស្ដែងបាទពាក់ព័ន្ធជាមួយនឹងមេរៀនទី2នេះដែរគឺខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងលោកគ្រូបាទសូមអរគុណ